ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយករឿងមួយមកសម្រាយឲ្យបងប្អូនបានស្ដាប់ហើយជាដំបូងសូមពុកម៉ែបងប្អូនជួយចុច Subscribe និងដាក់រូបសញ្ញាកណ្ដឹងមួយផងដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំបាទសូមអរគុណសម្រាប់ការទស្សនារឿងនេះនិយាយអំពីក្មេងប្រុសម្នាក់ដែលមានឈ្មោះថាយុនហ្វេដែលបានហាត់បណ្ដុះបណ្ដាលនិងធ្វើសមាធិអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយក្នុងការបណ្ដុះបណ្ដាលនោះគេក៏បានឈានមកដល់ដែនកម្រិតស្ថានសុខផងដែរបន្ទាប់ពីនោះគាត់នៅសល់តែជំហានចុងក្រោយមួយប៉ុណ្ណោះដើម្បីក្លាយខ្លួនទៅជាព្រះប្រសិនបើគាត់អាចឆ្លងកាត់ជំហាននោះបាននោះគាត់នឹងក្លាយជាព្រះពិតប្រាកដហើយនៅក្នុងពេលនោះអំណាចរបស់គាត់គឺគ្មាននរណាអាចប្រៀបផ្ទឹមបានទៀតឡើយគាត់ចិត្តនឹងក្លាយទៅជាអ្នកខ្លាំងបំផុតទៅហើយប៉ុន្តែវាសនារបស់គាត់បានរៀបចំអ្វីផ្សេងទៀតសម្រាប់គាត់មានហេតុការណ៍មួយបានកើតឡើងបានបំផ្លាញការខិតខំប្រឹងប្រែងរបស់គាត់អស់ជាច្រើនឆ្នាំដោយសារតែរឿងនេះហើយយុនហ្វីគៀបបានខូចចិត្តនិងបាក់បែកយ៉ាងខ្លាំងប៉ុន្តែវាសនាបានផ្ដល់ឱកាសលើកទី2ឲ្យគាត់ឱកាសដើម្បីកែប្រែអ្វីដែលបានកើតឡើងនិងសងសឹកលើអ្នកដែលបានធ្វើបែបនេះចំពោះគាត់បន្ទាប់មកយុនហ្វីចាប់ផ្ដើមដំណើរថ្មីមួយដំណើរនេះពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលហើយនឹងការសងសឹកហើយដើម្បីក្លាយខ្លួនទៅជាអ្នកខ្លាំងរឿងនេះនឹងធ្វើឲ្យមានអារម្មណ៍គ្រប់បែបយ៉ាងស្មើគ្នាដូច្នេះខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តរឿងនេះឥឡូវនេះពួកយើងនឹងចាប់ផ្ដើមចូលសាច់រឿងនេះតែម្ដងនៅដើមរឿងយើងឃើញយុនហ្វេនៅក្នុងកម្រិតបណ្ដុះបណ្ដាលបច្ចុប្បន្នរបស់គាត់គឺដែនព្រះអធិរាជស្ថានសុខគាត់ប្រាប់ថាគាត់បានហាត់និងធ្វើសមាធិអស់ជិត 1000 ឆ្នាំមកហើយក្នុងរយៈពេល 1000 ឆ្នាំនេះគាត់បានជួបប្រទះរឿងជាច្រើនដែលអ្នកបណ្ដុះបណ្ដាលត្រូវប្រឈមមុខមិនថាវាងាយឬក៏គ្រោះថ្នាក់ឬពិបាកខ្លាំងយ៉ាងណាទេប៉ុន្តែគាត់បានឆ្លងកាត់គ្រប់ឧបសគ្គទាំងអស់ហើយបានបំបែកកម្រិតដែនព្រះអធិរាជស្ថានសុខរបស់ខ្លួនបានជោគជ័យឥឡូវនេះជំហានបន្ទាប់របស់គាត់គឺប្រឈមមុខនឹងវិបត្តិព្រះប្រសិនបើគាត់ឆ្លងកាត់វិបត្តិនេះបានគាត់នឹងអាចក្លាយទៅជាព្រះហើយបន្ទាប់ពីនោះមកនៅក្នុងពិភពធំទាំង3000នេះនឹងគ្មាននរណាខ្លាំងជាងគាត់ទៀតឡើយគាត់នឹងក្លាយជាអ្នកបណ្ដុះបណ្ដាលលេខ1នៅក្នុងទីកន្លែងទាំងមូលនេះនៅសល់ត្រឹមតែមួយជំហានប៉ុណ្ណោះគាត់នឹងអាចបំពេញវាមិនថាវាខ្លាំងយ៉ាងណាក៏ដោយគាត់បានត្រៀមខ្លួនរួចរាល់ដើម្បីប្រយុទ្ធនឹងវិបត្តិព្រះបានចាប់ផ្ដើមវាយប្រហារមកលើគាត់ប៉ុន្តែយុនហ្វីបានទប់ទល់គ្រប់ការវាយប្រហារទាំងអស់ដោយប្រើដាវរបស់គាត់ការប្រយុទ្ធដ៏ធំមួយបានចាប់ផ្ដើមឡើងរវាងពួកគេទាំងពីរប៉ុន្តែយុនហ្វីមើលទៅហាក់ដូចជាខ្លាំងជាងគាត់ហាក់ដូចជាបានត្រៀមខ្លួនយ៉ាងពេញលេញរួចហើយវិបត្តិព្រះធម្មតាបែបនេះមិនអាចរារាំងគាត់ពីការសម្រេចក្តីសុបិនរបស់គាត់បានឡើយគាត់និយាយថាវិបត្តិធម្មតាបែបនេះមិនអាចបញ្ឈប់គាត់បានទេគាត់ត្រៀមខ្លួនរួចរាល់ហើយដើម្បីបំផ្លាញវិបត្តិបែបនេះគាត់និយាយថាវិបត្តិនេះវាប្រហារបានតែប៉ុណ្ណេះទៅសូមវាប្រហារឲ្យខ្លាំងជាងនេះទៀតមកក្រោយពេលលើបែបនេះវិបត្តិក៏ចាប់ផ្ដើមវាប្រហារយ៉ាងខ្លាំងជាងមុនប៉ុន្តែយុនហ្វីមានចម្លើយសម្រាប់គ្រប់ការវាប្រហាររបស់វាគាត់បានបំផ្លាញការវាប្រហារនោះទាំងអស់ប៉ុន្តែពេលនោះមាននាគចម្លែកមួយដែលខ្លាំងយ៉ាងខ្លាំងបានបង្ហាញខ្លួនចេញពីវិបត្តិនោះយុនហ្វីក៏ព្យាយាមទប់ស្កាត់នាគនោះផងដែរប៉ុន្តែក្នុងពេលនោះមនុស្ស3នាក់បានមកដល់ទីនោះពួកគេបានចាប់ផ្ដើមវាប្រហារយុនហ្វីភ្លាមដើម្បីរារាំងគាត់មិនឲ្យបញ្ចប់ការងារនេះបានយុនហ្វីកំពុងតែប្រយុទ្ធនឹងវិបត្តិប៉ុន្តែឥឡូវនេះគាត់ត្រូវទប់ទល់នឹងការវាយប្រហារពីមនុស្ស3នាក់ទៀតគាត់និយាយថាអ្នកហ៊ានធ្វើរឿងបែបនេះឬប្រសិនបើថ្ងៃនេះខ្ញុំមិនអាចឆ្លងកាត់ការប្រឈមនេះបានខ្ញុំនឹងបំផ្លាញអ្នកចេញពីពិភពលោកនេះប៉ុន្តែមនុស្ស3នាក់នោះបាននិយាយថាពួកយើងមកទីនេះដើម្បីសម្លាប់ឯងវិញទេមើលទៅថាអ្នកអាចធ្វើអ្វីបានចំពោះពួកយើងពួកគេបានចាប់ផ្ដើមវាយប្រហារយុនហ្វីក៏ព្យាយាមទប់ទល់ការវាយប្រហារទាំងអស់ខណៈពេលប្រើអំណាចរបស់ខ្លួនមួយខាងទៀតគាត់កំពុងទប់វិបត្តិខាងមួយទៀតគាត់កំពុងទប់ការវាយប្រហាររបស់មនុស្ស3នាក់នោះដោយសារតែបែបនេះការផ្ដោតអារម្មណ៍របស់គាត់មិនអាចផ្ដោតលើវិបត្តិបានពេញលេញឡើយហើយវិបត្តិបានផ្ដល់ការវាយប្រហារដ៏សាហាវមួយដែលបានធ្វើឲ្យគាត់រងគ្រោះធ្ងន់ស្ថានភាពរបស់យុនហ្វីកាន់តែអាក្រក់ឡើងគាត់ខូចចិត្តយ៉ាងខ្លាំងហើយនិយាយថាមិនអាចទៅរួចទេខ្ញុំបានខិតខំអស់ជាច្រើនឆ្នាំមកហើយដើម្បីឈានដល់ដែនព្រះប៉ុន្តែមនុស្ស3នាក់នេះបានមកបំផ្លាញអ្វីទាំងអស់បំផ្លាញការខិតខំរបស់ខ្ញុំអស់ជាច្រើនឆ្នាំមនុស្ស3នាក់ដែលមកដល់ក៏ស្ថិតនៅដែនព្រះអធិរាជស្ថានសុខដូចគ្នាប៉ុន្តែពួកគេមិនអាចឈានដល់ដំណាក់កាលបន្ទាប់បានទេហើយពួកគេមិនអាចទ្រាំទ្របានដែលយុនហ្វីនឹងឈានដល់ដែនព្រះមុនពួកគេនិយាយថាយុនហ្វីនេះគឺជាទីបញ្ចប់របស់អ្នកនឹងស្លាប់បែបនេះពេលយុនហ្វីមើលពួកគេគាត់យល់ថាពួកគេជានរណាម្នាក់ឈ្មោះធានឡាវម្នាក់ទៀតឈ្មោះចិនវូហើយទី3ជាស្ត្រីឈ្មោះយាវយូពួកគេជាស្ត្រីដ៏ធំបំផុតរបស់គាត់ពួកគេនិយាយថាមានមនុស្សតិចណាស់ក្នុងពិភពលោកនេះដែលអាចឈានដល់កម្រិតដែនព្រះបានប្រសិនបើអ្នកឈានដល់មុនពួកយើងនឹងបាត់បង់ឱកាសព្រោះពួកយើង3នាក់នឹងឈានដល់ដែនព្រះជាមួយគ្នាដូច្នេះអ្នកត្រូវតែស្លាប់បើអ្នកស្លាប់កន្លែងរបស់អ្នកនឹងទំនេរហើយពួកយើងនឹងចូលជំនួសហើយអាចនឹងឈានដល់ដែនព្រះយុនហ្វីបានសើចចំអកហើយនិយាយថាខ្ញុំចាញ់នៅទីនេះមិនមែនមានន័យថាអ្នកអាចយកជីវិតខ្ញុំបានយ៉ាងងាយស្រួលនោះទេអ្នកមិនសមសំបីតែប៉ះសក់ខ្ញុំមួយសរសៃផងប្រហែលជាអ្នកភ្លេចហើយថាខ្ញុំរៀនបច្ចេកទេសអ្វីខ្លះកម្រិតរបស់ខ្ញុំនិងអំណាចរបស់ខ្ញុំជាអ្វីខ្លះខ្ញុំហាត់អំណាចនៃការកើតជាថ្មីគឺខ្ញុំបានហាត់អំណាចយិនយ៉ាងដោយអំណាចនេះខ្ញុំអាចបញ្ចេញការវាយប្រហារដែលខ្លាំងដល់កម្រិតព្រះទោះបីមិនទាន់ឈានដល់កម្រិតនោះក៏ដោយហើយខ្ញុំត្រៀមបង្ហាញឧទាហរណ៍ឲ្យអ្នកឃើញពេលនោះគាត់បានបញ្ចេញអំណាចរបស់ខ្លួនហើយបង្កប់ពួកគេទាំង3នៅក្នុងវិញ្ញាណយុទ្ធសិលរបស់គាត់វិញ្ញាណយុទ្ធសិលរបស់គាត់ធំនិងអស្ចារ្យខ្លាំងណាស់ដែលបានទប់ពួកគេទាំង3នៅទីនោះនិងបង្ក្រាបពួកគេបានយើងមិនដឹងថាពួកគេស្លាប់ឬនៅរស់ទេប៉ុន្តែដោយសារតែការប្រើអំណាចដ៏ធំធេងនេះស្ថានភាពរបស់យុនហ្វីក៏កាន់តែអាក្រក់ខ្លាំងឡើងមុននេះគាត់ទទួលការវាយប្រហារពីវិបត្តិរួចហើយឥឡូវនេះគាត់ក៏បានប្រើអំណាចទាំងអស់ដើម្បីបញ្ចេញការវាយប្រហារដ៏គ្រោះថ្នាក់នេះធ្វើឲ្យរាងកាយរបស់គាត់ចាប់ផ្ដើមបរាជ័យពេលគាត់កំពុងស្លាប់គាត់បាននិយាយថាគាត់មិនដែលគិតថាដំណើរដ៏វែងឆ្ងាយនេះនឹងបញ្ចប់យ៉ាងងាយស្រួលបែបនេះឡើយ